បាទគ្រប់នឹងជំរាបសួរក៏ដូចជាសួស្តីមកបងយើងទាំងអស់គ្នាថ្ងៃនេះដែរយើងត្រូវនឹងថ្ងៃទី14ខែ7ឆ្នាំ2026បងប្អូនយើងជួប admin សាជាថ្មីម្ដងទៀតហើយបងប្អូនយើងបាទអញ្ចឹងសម្រាប់បងប្អូនយើងដែលចូលមើលការធ្វើតម្រុយ admin ហើយកុំភ្លេចជួយឲ្យមេដៃចុចជាវម្នាក់មួយផងណាបងប្អូនយើងទាំងអស់គ្នាបាទអញ្ចឹងយើងមុននឹងដល់តម្រុយថ្ងៃថ្មីយើងតែងតែប្រៀបធៀបលទ្ធផលថ្ងៃចាស់សិនបងប្អូនបាទចឹងស្រាប់ថ្ងៃទី13បងប្អូនបាទថ្ងៃទី13ស្រាប់យើងម៉ោង4:30នាទីយើងឃើញថាយើងអត់បានត្រូវទេបងប្អូនយើងបាទចឹង admin ឲ្យលេងខ្ទង់10ហើយនឹងខ្ទង់7បងប្អូនបាទអញ្ចឹងចេញ50ចេញ20ចេញ10វិញបងប្អូនបាទអញ្ចឹង admin ឲ្យ12ដែរវាចេញ22បងប្អូនយើងបាទអញ្ចឹងស្រាប់ម៉ោង4យើងអត់ត្រូវទេបងប្អូនយើងទាំងអស់គ្នាចឹងស្រាប់3លេខឲ្យ011ចេញ022បងប្អូនបាទអញ្ចឹង3លេខក៏អត់ត្រូវដែរបងប្អូនបាទអញ្ចឹងយើងទៅមើលម៉ោង6តទៀតបងប្អូនយើងបាទចឹងស្រាប់ម៉ោង6:30នាទីបងប្អូនយើងទាំងអស់គ្នាគឺយើងឃើញថាយើងបានចូលអូខ្ទង់ចិត្តឡើងបើនិយាយទៅចូល4ប៉ុស្តិ៍បងប្អូនយើងទាំងអស់គ្នាបាទអញ្ចឹងប៉ុស្តិ៍ A យើងបានចូល75ប៉ុស្តិ៍ A មួយទៀតយើងបានចូល76ហើយនឹងមួយទៀតចេញ74ហើយនឹង79បងប្អូនបាទអញ្ចឹងយើងបានចូល4ប៉ុស្តិ៍ដែរបងប្អូនយើងទាំងអស់គ្នាបាទអញ្ចឹងបើសិនជាបងប្អូនយើងបានយកអូសនឹងតែហេងតែម្ដងបងប្អូនយើងបាទអញ្ចឹង admin ឲ្យ71បងប្អូនយើងឲ្យ71 77ហើយនឹង11 12អញ្ចឹងចេញ77យើងឲ្យមកចេញ75 76 74បងប្អូនយើងបាទស៊ីមួយលេខបងប្អូនទាំងអស់គ្នាបាទអញ្ចឹងស្រាប់ខ្ទង់10យើងដូចជាអត់មានដែរបងប្អូនយើងទាំងអស់គ្នាយើងឲ្យអូ10អត់មានចេញបងប្អូនបាទអញ្ចឹងស្រាប់ម៉ោង6:30នាទីយើងឃើញថាយើងបានចូលប៉ុណ្ណឹងយើងបានចូលអូខ្ទង់ចឹងថ្ងៃហ្នឹងយើងយកហេងទៀតបងប្អូនយើងទាំងអស់គ្នាថ្ងៃទី14អញ្ចឹងស្រាប់បងប្អូនយើងបានឃើញតម្រុយអត់មានហើយបងប្អូនបាទកុំភ្លេចជួយឲ្យមេដៃម្នាក់មួយផងបងប្អូនយើងទាំងអស់គ្នាបាទអញ្ចឹង admin សុំលុបតម្រុយតែម្ដងទៅបងប្អូនយើងទាំងអស់គ្នាបាទអញ្ចឹងគឺយើងប្រៀបធៀបរួចរាល់ហើយបងប្អូនយើងដាក់តម្រុយថ្ងៃថ្មីឲ្យបងប្អូនយើងយកទៅផ្សងសំណាងឥតគិតថ្លៃបងប្អូនបាទអញ្ចឹងយើងត្រូវនឹងថ្ងៃទី14អញ្ចឹងស្រាប់លេខថ្ងៃនេះដែរបងប្អូនយើងទាំងអស់គ្នាយើងមានលេខយើងមាន42ហើយនឹង43 20 34បងប្អូនយើងអធិស្ឋាន34ហើយនឹង24យើងមាន42 43 34ហើយនឹង24បងប្អូនមកនិយាយទៅលេខហ្នឹងដូចឲ្យត្រឡប់ហ្នឹងបងប្អូនយើងបាទអញ្ចឹងស្រាប់លេខអូខ្ទង់យើងមានអូ40ហើយនឹងអូ20អញ្ចឹងយើងលេងប៉ុស្តិ៍ A B C D A B C D ស្រាប់លេខធំយើងមាន243ហើយនឹង092មាន243 092អញ្ចឹងស្រាប់តម្រុយថ្ងៃនេះគឺយើងមាន42 43 34 24លេខអូខ្ទង់យើងមានអូ40អូ20 3លេខយើងមាន243ហើយនឹង092បងប្អូនមកអញ្ចឹងស្រាប់ថ្ងៃទី14អញ្ចឹងបើសិនជាបងប្អូនឆ្លាញ់ចូលចិត្តបងប្អូនយើងអាចយកផ្សងសំណាងបានអញ្ចឹងបងប្អូនយើងទាំងអស់គ្នាបាទអញ្ចឹងជូនពរឲ្យបងប្អូនយើងសំណាងល្អហេងត្រូវទាំងអស់គ្នាបងប្អូនបាទគ្រប់លាបងប្អូនតែប៉ុណ្ណឹងបាទ